គុណដែលមេចាស់បារម្ភពីខ្ញុំសុកដកខ្ញុំចោលទាំងគ្មានមូលហេតុសោះមិនថាគ្មានមូលហេតុខ្ញុំដកចាញ់ព្រោះនាងរកភ្ញៀវឲ្យក្រុមហ៊ុនលេងបានដូចមុនខ្ញុំដកចាញ់វាជារឿងធម្មតាទេដែលត្រូវរកអ្នកថ្មីមកជំនួសអ្នកចាស់ខ្ញុំធ្វើការរកចំណេញបើមិនចំណេញតែខ្ញុំធ្វើការរកស៊ីដើម្បីអីចង់ចំណេញជ្រុលមិនគិតពីការខិតខំកន្លងមកដែលខ្ញុំខំរកចំណូលឲ្យក្រុមហ៊ុនបានច្រើនមិនតិចឡើយពេលខ្ញុំរកភ្ញៀវដាក់លេងសូវបានក៏ដកខ្ញុំចោលខ្ញុំដឹងថាការរកស៊ីគឺត្រូវការចំណេញបើខាតមិនរកស៊ីតែមិនដែលនឹកគិតទៅគ្រាកន្លងដែលខ្ញុំជាមាសជាប្រាក់គឺតែពេលដែលមានប្រយោជន៍ពេលអស់ប្រយោជន៍ក៏ដកខ្ញុំចោលដោយមិនទុកពេលឲ្យឡើយសូមជូនរឿងចំណេញតុងអស់ប្រយោជន៍ដកចេញនៅក្នុងគ្រួសារដែលពោរពេញទៅដោយសេចក្តីសុខសុភមង្គលតែមួយរយៈក្រោយមកគ្រួសារមួយនោះក៏លែងទទួលបានសេចក្តីសុខដោយកាលពីមុនទៀតហើយព្រោះតែគ្រួសារត្រូវបែកបាក់គ្នាឪពុកបែរជាទៅមានគ្រួសារផ្សេងចំណែកម្ដាយផ្លាស់ប្ដូរទៅរស់នៅស្រុកកំណើតកូនស្រីរស់នៅទីក្រុងធ្វើការផ្ញើប្រាក់ឲ្យទៅម្ដាយនាពេលរសៀលភ្លៀងស្រពេងដែលនេលីចេញពីធ្វើការភ្លៀងទៀតហើយតើបតែចេញពីធ្វើការជិះម៉ូតូមិនទាន់ដល់ផ្ទះស្រួលបួលផងហ្នឹងស្រាប់ពេលជាមួយគ្នានោះផងដែរនេលីបានជិះទៅចិត្តរទេះលក់នំរ៉ូទីមីអូនទិញនំឬក៏អត់ក្មួយមេឃភ្លៀងអញ្ចឹងជាមួយនំក្តៅត្រូវគ្នាណាស់ក្មួយអើយខ្ញុំឈប់ឲ្យមេឃរាំងភ្លៀងទេពូថ្ងៃនេះអត់ចង់ហូបនំពិតមែនក៏អីកុំឲ្យថាជិះទៅដល់ផ្ទះហើយស្ដាយក្រោយបកមកវិញណាវានាំតែខាតជើងទេក្មួយថ្ងៃនេះខ្ញុំតាំងចិត្តហើយថាខ្ញុំមិនហូបទេពូអត់ហូបក៏អត់ចោះនៅជ្រកភ្លៀងសិនទៅមេឃរាំងភ្លៀងពេលណាទៅផ្ទះពេលនឹងចោះចាពូលក់តាមស្រួលចាខណៈពេលដែលនេលីកំពុងតែជ្រកភ្លៀងទូរស័ព្ទនាងក៏បានរឡើងអាឡូចាថាម៉េចមេដកខ្ញុំចោលមេមានមូលហេតុអីច្បាស់លាស់ឬអត់មេកុំតាន់អាតបានសុកក៏ដកខ្ញុំចោលកាលនៅមានប្រយោជន៍ខ្ញុំល្អគ្រប់យ៉ាងហើយពេលមានអ្នកថ្មីក៏តតខ្ញុំចោលភ្លាមតែម្ដងមេធ្វើអីអញ្ចឹងគិតតែពីលុយធំជាងទឹកចិត្តមែនមិនហើយមីអូនតើមានរឿងអីខ្ញុំត្រូវមេបញ្ឈប់ចោលខ្ញុំលាទៅផ្ទះហើយពូក្តៅក៏ហើយកាត់ភ្លៀងមកថាចាប់ភ្លៀងនេលីជិះម៉ូតូចេញទៅវិញងាប់ដាច់ម៉ួយមួយបាត់ហើយខ្ញុំមកដល់ផ្ទះស្នាក់នេលីចូលដល់ក្នុងបន្ទប់ដោយឃើញបន្ទប់រញ៉េរញ៉ៃនាងក៏បានបន្លឺឡើងចៅចូលមកលួចអីវ៉ាន់មែនទេបានជារញ៉េរញ៉ៃដល់ថ្នាក់នេះអូយខ្ញុំមិនបានរៀបចំតែមិនមែនគេចូលមកយកអីវ៉ាន់ទេខណៈនោះមានអ្នកចូលមកដល់ក្នុងបន្ទប់របស់នាងតែម្ដងនេលីរៀបចំអីវ៉ាន់ទៅរៀបចំអីវ៉ាន់ធ្វើអីចង់ឲ្យខ្ញុំទៅណាខ្ញុំចង់ឲ្យនាងទៅជាមួយខ្ញុំមិនបាច់នៅទីនេះទៀតទេរឿងអីដែលថានៅទីនេះមិនបានបើខ្ញុំជួលគេពេញថ្លៃឲ្យលុយគេគ្រប់គ្រាន់ចង់ឲ្យខ្ញុំចេញទៅណាវិញទៅនៅកន្លែងថ្មីព្រោះម្ចាស់ផ្ទះគេដេញខ្ញុំចាញ់ហើយគេដេញឯងអត់បានដេញខ្ញុំផងខ្ញុំមិនខ្វល់ទេឯងទៅណាក៏ទៅចាស់ខ្ញុំនៅទីនេះដូចដើមអត់ទៅណាប្តេជ្ញាផ្ដាស់ឡើយត្រូវតែចាក់ចេញទៅជាមួយគ្នាព្រោះយើងជាអ្នកដែលស្គាល់គ្នាខ្ញុំទៅណានាងត្រូវទៅទីនោះជាមួយគ្នារៀបចំអីវ៉ាន់ឲ្យឆាប់លឿនទៅកុំបង្អែបង្អង់យូរពេកអីកុំឲ្យយប់តន់ឯងទៅតែម្នាក់ឯងទៅខ្ញុំត្រូវគេបញ្ឈប់ការងារហើយខ្ញុំត្រូវស្វែងរកការងារថ្មីធ្វើមិនចង់រកទាំងការងារទាំងផ្ទះជួលក្នុងពេលដំណើរគ្នានោះទេនាងត្រូវគេបញ្ឈប់ពីការងារចៃដន្យម៉េះចំពេលដែលខ្ញុំត្រូវគេដេញចេញពីផ្ទះជួលព្រោះតែចាក់បាសច្រៀងសឹងតែមួយខែ30ថ្ងៃសំមកហើយមួយខែទល់មួយខែចាក់បាសលើអត់ចេះចាក់ស្ដាប់ម្នាក់ឯងមែនបានជាចេះតែចាក់បើកសំឡេងខ្លាំងគ្រប់ពេលបើចាក់ហើយបើកសំឡេងល្មមវាមិនអីទេតែឯងណាបើកសំឡេងទៅហឹងអើងកង់ណាតែអ្នកណាដែលទ្រាំជាមួយឯងបានគ្រាន់តែអញ្ចឹងសោះអត់ពមៀនទេដេញចេញតែម្ដងសំមកឯងហើយគេមិនមាត់កំបានដៃខ្លាំងពេកទៅរកផ្ទះថ្មីនៅទេកុំរអ៊ូងងឹងដាក់ខ្ញុំទៅហើយចាំទំនេរមកលេងថាចាប់ហើយគេក៏ចាក់ចេញទៅនេះជាលទ្ធផលចាក់បាសបើកសំឡេងលាន់រំពងពី3ភូមិនាថ្ងៃបន្ទាប់នាលីបានស្វែងរកការងារថ្មីស្របពេលជាមួយគ្នានោះបែរជាមានម៉ូតូមួយទៀតជិះមកបុកម៉ូតូនាងពីក្រោយតែម្ដងអើយសួយដល់ហើយណែជិះម៉ូតូមើលទៅទូរស័ព្ទទេកុំមើលអ្នកជិះនៅពីមុខឲ្យសោះខ្ញុំមិនដឹងទៅខ្ញុំរវល់ទៅតាក់តងទៅកាន់ប្រពន្ធខ្ញុំនាងនៅក្នុងមន្ទីរពេទ្យខ្ញុំភ័យពេកមិនបានមើលមុខក្រោយទេ
ឲ្យខ្ញុំសុំទោសផងណាអារម្មណ៍របស់ខ្ញុំវាមិននៅក្នុងខ្លួនខ្ញុំទេ ខ្ញុំដឹងហើយថាបារម្ភពីប្រពន្ធតែក៏ត្រូវប្រុងប្រយ័ត្នផងព្រោះខ្ញុំណាវាកំពុងតែមានវិបត្តិស្រាប់ហើយបើបែបនេះទៀតណាខ្ញុំសោយជន់លើសោយហើយ ឥឡូវខ្ញុំសុំទោសម្ដងទៀតចង់ទទួលបានសំណងប្រមាណចាំខ្ញុំបង់ឲ្យព្រោះតែខ្ញុំបញ្ញាប់ទៅមើលប្រពន្ធនៅក្នុងពេទ្យផង លុយមិនមែនជាបញ្ហាទេតែអ្វីដែលសំខាន់បើធ្វើឲ្យខ្ញុំមានគ្រោះថ្នាក់ខ្លាំងជាងនេះតើអាចនឹងទទួលខុសត្រូវរួចដែរទេបង្កើនការប្រុងប្រយ័ត្នសម្រាប់ខ្លួនឯងឲ្យមែនតែនទេកុំធ្វើឲ្យពិបាកដល់គេផ្សេងទៀត និយាយស្ដាប់គ្នាមិនបានតែហ្មងប្រាប់ឲ្យថាបារម្ភពីប្រពន្ធអូកាឡាចង់បានលុយប្រមាណចាំខ្ញុំឲ្យ ខ្ញុំមិនយកទេតែសូមប្រុងប្រយ័ត្នផងកុំរវល់តែមើលទូរស័ព្ទដល់ថ្នាក់ភ្លេចមើលផ្លូវនោះថាចាប់ហើយនាងក៏បានជិះម៉ូតូចាក់ចេញទៅ រួចខ្លួនបើមិនកុហកអញ្ចឹងគេទាលុយងាប់ហើយភ្លេចខ្លួនមកពេលទៅប៉ះគេតល់តបានធ្វេសប្រហែសដល់ខ្លួនឯងហើយនៅឆ្លៀតកុហកគេបានទៀតវ៉ៃ នាពេលរសៀលនីលីបានមកដល់ផ្ទះម្ចាស់ផ្ទះក៏បានមកសួរនាំណែក្មួយលើកថាអត់មានការងារធ្វើទេអីគេដេញចេញមិនមែនក្មួយហើយធ្វើស្អីខុសមិនបានជាគេដេញក្មួយចេញអញ្ចឹងខ្ញុំមិនបានធ្វើអីខុសទេមីងគ្រាន់តែគេរកអ្នកថ្មីបានគេឲ្យតម្លៃលើអ្នកថ្មីជាងអ្នកចាស់ដែលធ្លាប់រួមការងារជាមួយគេកន្លងមកពេលខ្ញុំរកភ្ញៀវឲ្យគេមិនសូវបានគេក៏បញ្ឈប់ហើយរកអ្នកថ្មីដែលជាសាច់ញាតិបងប្អូនរបស់គេមកធ្វើការជាមួយគ្នាវិញគេដេញក្មួយឯងចោលព្រោះតែមូលហេតុមួយដែលក្មួយរកភ្ញៀវមិនសូវបានដូចពីមុនមែនទេអើយការងារលក់ដូរអាជីវកម្មអីនេះណាមីងមិនសូវយល់ទេមីងដឹងតែថាដល់ខែត្រូវបង់ថ្លៃផ្ទះតែប៉ុណ្ណោះមីងមកប្រាប់ឲ្យដឹងមីងទៅវិញហើយថាចាប់ហើយគាត់ក៏បានចាក់ចេញទៅភ្លាមខ្លាចតែមិនបង់ថ្លៃផ្ទះឲ្យគាត់តែម្ដងត្រាធុងបានមកដល់ផ្ទះនេលីនាពេលយប់ឡើងព្រមទាំងទិញចំណីអាហារមកជាមួយផងដែរ ខ្ញុំទិញអីយកមកហូបខ្លាចថាអត់លុយអត់មានអីបង់ថ្លៃកន្លែងស្នាក់នៅព្រោះថាមីងម្ចាស់ផ្ទះគាត់ដឹងទៅដល់ខែគាត់យកលុយហើយគាត់មិនចូលចិត្តរងចាំទេអត់ពីយើងមានអ្នកផ្សេងចូលស្នាក់នៅជំនួសហើយ អរគុណហើយដែលបានទិញអីមកផ្ញើខ្ញុំមិនអីទេតែគ្រាន់តែពិបាកចិត្តពេលដែលអត់ការងារធ្វើគ្មានលុយផ្ញើទៅម៉ែខ្លាចម៉ែគិតថាខ្ញុំចាយផ្ដេសផ្ដាសមិនបានផ្ញើលុយទៅគាត់ដូចរាល់ខែ បើអស់លុយប្រាប់ខ្ញុំអាចខ្ចីពីខ្ញុំបានខ្ញុំមិនកំណាញ់ទេប្រាប់ដោយមិនបាច់មានការក្រែងចិត្តទេណា ចាខ្ញុំអរគុណណាស់ខ្ញុំនឹងខ្ចីលុយឯងមិនខានទេកុំរំអី បើចង់ធ្វើការជាមួយខ្ញុំនាំចូលបានតាឲ្យទៅប្រកែអត់ធ្មត់ជាមួយមេនៅបានយូរប្រាក់ខែឡើងលឿន ខ្ញុំអាចរកការងារកន្លែងដែលខ្ញុំចង់ធ្វើបានមិនធ្វើកន្លែងជាមួយឯងទេព្រោះឯងរអ៊ូរាល់ថ្ងៃពីមេរបស់ឯងខ្ញុំមិនប្រាថ្នាឡើយ មិនបាច់ចូលធ្វើការកន្លែងជាមួយគ្នាក៏បានដែរតែបើសិនជានាងពិបាកទៅនៅស្រុកវិញទៅធ្វើស្រែធ្វើចម្ការ គ្មានស្រែចម្ការធ្វើទេព្រោះឪពុកលក់អស់ហើយពេលទៅនៅជាមួយម៉ែពេលគាត់និងម៉ែលែងគ្នាលែងសល់អីទាំងអស់ខ្ញុំសោកស្ដាយដែលពេលនោះខ្ញុំនិយាយអ្វីមិនបានទឹកមាត់សាបនិយាយអ្វីក៏ខុសមិនដែលចេះត្រូវគ្មានអ្នកចង់ស្ដាប់ឡើយមកដល់ឥឡូវគឺសល់តែផ្ទះម៉ែមួយទីដីស្រែចម្ការពុកលក់គ្មានសល់ សំណាងដែរដែលគាត់ចេះទុកប្លង់ដីប្លង់ផ្ទះឲ្យកុំអីចប់ទៀត សំណាងណាស់គាត់ចេញទៅលក់គេដំណើរម៉ែអស់ហើយយកគេរបស់គាត់ទៅផ្គត់ប្រពន្ធក្រោយអាសូរម៉ែខ្ញុំដែលអាចយកគាត់ជាប់ជាង20ឆ្នាំជាងតាំងតែពីមិនតាន់មានខ្ញុំតែពេលបែកគ្នាខ្ញុំត្រូវរ៉ាប់រងទៅពីអ្នកម៉ែខ្ញុំមិនប្រាថ្នាឡើយប្តីដូចជាប្តីម្ដាយរបស់ខ្ញុំគឺវេទនាចិត្តណាស់លបែងស្រីស្រាគាត់ប្រព្រឹត្តគ្រប់យ៉ាងខ្ញុំឃើញទំនាក់ទំនងម៉ែនឹងពុកធ្វើឲ្យខ្ញុំខ្លាចរអានឹងការចង់មានស្នេហាព្រោះគាត់ជាបរិះដំបងដែលធ្វើឲ្យខ្ញុំឈឺចាប់និងខ្លាចបរិះផ្សេងខ្លាចថាដូចជាគាត់ លើโลกនេះមិនមែនមនុស្សទាំងអស់សុទ្ធទៅដូចគ្នាទេកុំគិតតែខ្លាចរអាជាមួយអ្នកដតីអីបើមនុស្សទាំងអស់សុទ្ធទៅដូចគ្នាតើចាំបាច់អីកើតក្នុងគ្រួសារផ្សេងគ្នារស់នៅផ្ទះផ្សេងគ្នាមានឪពុកម្ដាយបងប្អូនផ្សេងគ្នាធ្វើអីមនុស្សបែបហ្នឹងគឺស្ថិតនៅលើអត្តចរិតតើមិនសុទ្ធតែមនុស្សប្រុសដូចគ្នាធ្វើបាបផ្លូវចិត្តមនុស្សស្រីទាំងអស់ទេខ្ញុំដឹងថានាងខ្លាចហើយប្រុងប្រយ័ត្នវាជារឿងល្អណាស់តែកុំគិតថាអ្នកដតីសុទ្ធតែដូចឪពុករបស់នាងអីព្រោះយើងម្នាក់មានអត្តចរិតផ្សេងផ្សឹងពីគ្នាស្ថិតក្នុងគ្រួសារផ្សេងគ្នាហើយការគិតក៏ខុសគ្នាដែរ
ខ្ញុំមិនធ្វើឲ្យអនាគតកូនរបស់ខ្ញុំទទួលរងសម្ពាធជាមួយអារម្មណ៍បែបនោះទេព្រោះបើខ្ញុំធ្វើបែបនោះគឺខ្ញុំប្រៀបបីដូចជាធ្វើបាបមកលើគ្រួសារខ្លួនឯងខ្ញុំដឹងតែជៀសមិនផុតទេថាកម្មនិងទង្វើដែលខ្ញុំធ្វើវានឹងធ្លាក់មកលើខ្ញុំសមាជិកក្នុងគ្រួសារខ្ញុំបើកចិត្តឲ្យទូលាយមើលមនុស្សប្រកបដោយការគិតពិចារណាកុំហៃអើតាមគេអី ចាលោកគ្រូ ហៅសុទ្ធតែលោកគ្រូបើអញ្ចឹងត្រូវតែស្ដាប់គ្រូហើយពិចារណាផងកុំចេះតែចាស់បានតែមាត់នោះ ចាខ្ញុំនឹងពិចារណាឲ្យបានម៉ត់ចាននាថ្ងៃបន្ទាប់នាលីបានមកដាក់ពាក្យនៅក្នុងក្រុមហ៊ុនមួយដោយចូលសម្ភាសភ្លាមតែម្ដង ប្រាប់មកតើរយៈពេលធ្វើការនៅកន្លែងចាស់ប្រហែលឆ្នាំហើយខ្ញុំចង់បានចម្លើយពិតកុំប្រឌិតកុហកខ្ញុំហើយប្រាក់ខែគោលបានប្រហែល ខ្ញុំធ្វើការនៅកន្លែងចាស់2ឆ្នាំប្រាក់ខែគោលតែ400ទេ ធ្វើការដល់ទៅ2ឆ្នាំបានប្រាក់ខែគោលតែប៉ុណ្្នឹងទេអីពេលធ្វើការខ្ជិលមែនទេបានជាមេមិនឡើងប្រាក់ខែឲ្យនោះ ប្រាក់ខែចូលដំបូងតែ200ទេតែឡើងបាន400ក្នុងមួយខែក្នុងរយៈពេល2ឆ្នាំ ធ្វើការពីប្រាក់ខែ200រហូតដល់400ស៊ូណាស់ដែរតែហេតុអីក្នុងប្រវត្តិរូបមេដេញចេញទៅវិញធ្វើការងារមិនយកចិត្តទុកដាក់ឬក៏យ៉ាងម៉េចបញ្ឈប់ចោលដោយមិនមានមូលហេតុល្អសោះ បងជឿខ្ញុំចាស់ខ្ញុំត្រូវកន្លែងចាស់បញ្ឈប់ព្រោះតែគាត់រកបានអ្នកថ្មីខ្ញុំអ្នកចាស់ប្រាក់ខែ400គាត់រកអ្នកថ្មីប្រាក់ខែ5ទៅ600ហេតុផលដែលខ្ញុំដឹងគឺដោយសារតែមួយរយៈនេះស្ងាត់ភ្ញៀវខ្ញុំរកប្រាក់មិនបានច្រើនដូចរាល់ដងក្នុងការលក់ លក់អាគារលក់ដីលក់ស្អីក៏ច្រើនយ៉ាងនឹងនោះកន្លែងនេះម៉ៅយកទាំងអស់តែម្ដងខ្ញុំទទួលយកឲ្យមកធ្វើការកន្លែងខ្ញុំតែកន្លែងខ្ញុំគ្រាន់តែលក់នឹងជួលខុនដូតែប៉ុណ្្នឹងទេធ្លាប់ធ្វើខាងហ្នឹងដឹងហើយថាពេលលក់បាននឹងបានរង្វាន់លើកទឹកចិត្តទៀតផងទោះប្រាក់ខែគោលពីខាងយើងមិនសូវច្រើនអាចទទួលយកបានទេប្រាក់ខែនឹងអ្វីគ្រប់យ៉ាងនៅក្នុងกระดาษនេះហើយអានទៅ ចាគ្រប់យ៉ាងគឺល្អទាំងអស់ បើដូច្នេះថ្ងៃស្អែកមកធ្វើការបាន ចាអរគុណមេអូយខ្ញុំបានលុយផ្ញើទៅម៉ែវិញហើយអរគុណណាស់ជម្រាបលា ថាចាប់ហើយនាលីក៏ចាក់ចេញទៅវិញតែម្ដង កន្លែងមួយហ្នឹងនរណាមិនល្បីរកស៊ីគេងលើកម្លាំងញើសឈាមគេ ពេលរាត្រីឈានចូលមកដល់ម្ដាយរបស់នាលីបានទេតាក់ទងមកនាងចាម៉ែកូនយ៉ាងម៉េចហើយសុខសប្បាយឬអត់ខ្ញុំសុខសប្បាយទេម៉ែកុំបារម្ភអីខ្ញុំនឹងផ្ញើលុយទៅម៉ែពេលដើមខែណា ម៉ែមិនបានចង់និយាយពីរឿងលុយទេម៉ែចង់សួរសុខទុក្ខកូនម៉ែដឹងថាកូនធ្វើការងារហន់មិនចង់ទាមទារអីទេតែបើអត់ប្រាក់ម៉ែអត់អីទិញចំណីអាហារនិងទិញថ្នាំដូចគ្នាចាម៉ែខ្ញុំដឹងហើយខ្ញុំនឹងផ្ញើលុយទៅម៉ែដើមខែនេះណាម៉ែមើលថែសុខភាពខ្លួនឯងឲ្យល្អផង កូនដូចគ្នាមើលថែសុខភាពខ្លួនឯងឲ្យមែនតើណាសម្រាប់ទៅកូនម៉ែឈប់រំខានហើយចាម៉ែជម្រាបលាម៉ែនាថ្ងៃបន្ទាប់នាលីបានចូលធ្វើការនៅកន្លែងថ្មីដែលនាងក៏ចូលទៅតុធ្វើការរបស់នាងតែម្ដងអ្នករួមការងារក៏បានមករាក់ទាក់នាងសួស្ដីនាលីឯងទៅតែមកថ្មីមែនទេចាខ្ញុំទៅតែមកថ្មីជួយណែនាំផងណែនាំអីទេព្រោះមេប្រាប់ថាឯងជាអ្នកលក់ឆ្នើម្នាក់ខ្ញុំវិញទេដែលត្រូវសុំការណែនាំពីឯង កុំនិយាយដូចនេះអីចាត់ទុកថាខ្ញុំជាអ្នកមកធ្វើការថ្មីថ្មោងជាបុគ្គលិកថ្មីទេដាក់ខ្លួនណាស់គេ ចាធ្វើការចោះនាពេលរាត្រីនាលីនិងត្រាធូក៏បានចូលទៅកន្លែងសាច់អាំងមួយកន្លែងខណៈនោះនាងក៏បានជួបនឹងមេនៅកន្លែងចាស់របស់នាង ជានាលីតាហើយមកធ្វើអីនៅទីនេះនាលី ចាខ្ញុំមកហូបសាច់អាំងសួរខ្ញុំអញ្ចឹងចង់បណ្ដេញថាម៉េច ខ្ញុំសួរក្រែងលោននាលីមានការងារថ្មីនៅទីនេះខ្ញុំនឹងមកជួយគាំទ្រនាំមិត្តរួមការងារមកជាមួយ ចាមិនអីទេខ្ញុំមានការងារថ្មីហើយប្រាក់ខែល្អជាងនៅកន្លែងចាស់មេក៏ល្អអរគុណដែលមេចាស់បារម្ភពីខ្ញុំសុកដកខ្ញុំចោលទាំងគ្មានមូលហេតុសោះ មិនថាគ្មានមូលហេតុខ្ញុំដកចាញ់ព្រោះនាងរកភ្ញៀវឲ្យក្រុមហ៊ុនលេងបានដូចមុនខ្ញុំដកចាញ់វាជារឿងធម្មតាទេដែលត្រូវរកអ្នកថ្មីមកជំនួសអ្នកចាស់ខ្ញុំធ្វើការរកចំណេញបើមិនចំណេញតែខ្ញុំធ្វើការរកស៊ីដើម្បីអី ចង់ចំណេញជ្រុល
มันគិតពីការខិតខំកន្លងមកដែលខ្ញុំខំរកចំណូលឲ្យក្រុមហ៊ុនបានច្រើនមិនតិចឡើយពេលខ្ញុំរកភ្ញៀវដាក់លេងសើចបានក៏ដកខ្ញុំចោល ខ្ញុំដឹងថាការរកស៊ីគឺត្រូវការចំណេញបើខាតមិនរកស៊ីតែមិនដែលនឹកគិតទៅគ្រាកន្លងដែលខ្ញុំជាមាសជាប្រាក់គឺតែពេលដែលមានប្រយោជន៍ពេលអស់ប្រយោជន៍ក៏ដកខ្ញុំចោលដោយមិនទុកពេលឲ្យឡើយ ពួកយើងទៅរកកន្លែងអង្គុយទៅកុំនិយាយជាមួយមនុស្សអាត្មានិយមច្រើនពេកពេលមានប្រយោជន៍ទុកអស់ប្រយោជន៍ក៏ដកចេញបន្តិចទៀតគ្មាននរណានៅក្បែរទៀតទេ ថាចប់ហើយអ្នកទាំងពីរក៏ទៅរកកន្លែងអង្គុយ ខ្ញុំធ្វើអញ្ចឹងតែខ្ញុំខុសហើយខ្ញុំមិនខ្វល់ទេព្រោះមិនមែនជាជីវិតរបស់ខ្ញុំឯណា នាពេលយប់យន្តត្រាធូងបានជូននាលីមកដល់ផ្ទះស្របពេលដែលមីងនួនបានមកដល់ដូចគ្នាឯងមករកអីទៀតហើយចង់ចាក់បាសលន់រំពងរំខានគេមែនទេលើកនេះណាខ្ញុំនឹងប្តឹងប៉ូលីសតែម្ដងបើឯងរំខានគេទៀត ខ្ញុំមិនចាក់បាសរំខានគេទៀតទេខ្ញុំជូននាលីមកផ្ទះអន្តាមិញមើលខ្ញុំនៅក្នុងផ្លូវល្អខ្លះផង ព្រោះតែឯងចូលចិត្តតែរំខានអ្នកដទៃទើបខ្ញុំមិនចង់ឲ្យឯងនៅទីនេះរៀនយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯងខ្លះផងអ្នកដទៃគេធ្វើការហត់គេក៏ត្រូវការសម្រាកចាក់បាសចាក់បានតែបើកសំឡេងតិចតិចឲ្យសមរម្យទៅកុំបើកដំឡងគេដំឡងឯងវាមិនល្អទេ បានខ្ញុំដឹងខ្ញុំយល់ហើយខ្ញុំត្រូវមីងដេញចេញដូចគ្នាហ្នឹង ព្រោះក្មួយឯងដែរតើមីងទៅផ្ទះវិញហើយមីងមកពិនិត្យមើលការខុសត្រូវមីអូនមីងទៅហើយចាមីងក្រោយមីងនួនចាក់ចេញទៅអ្នកទាំងពីរក៏ចូលទៅក្នុងផ្ទះតែម្ដង យប់នេះខ្ញុំដេកនៅនឹងដែរ ដេកចាខ្ញុំមិនប្រកាន់ទេតែដេកនៅលើអាន ខ្ញុំដឹងហើយថាខ្ញុំត្រូវដេកនៅកន្លែងណានោះខ្ញុំមិនធ្វើអ្វីដែលមិនល្អទៅលើមិត្តភក្តិខ្លួនឯងទេខ្ញុំជាបរិសុទ្ធត្រឹមត្រូវ រកកន្លែងដេកតែងចាញ់នាថ្ងៃបន្ទាប់នាលីចេញដំណើរទៅធ្វើការដល់ពេលចេញមកផ្ទះនាងក៏បានទៅផ្ញើលុយឲ្យម្ដាយលុះពេលជិះចេញមកតាមផ្លូវរថយន្តមួយគ្រឿងបើកមកឈប់ពីមុខម៉ូតូនាងកាត់ស្អីឡានហ្នឹង នាលីខ្ញុំមានរឿងចង់និយាយជាមួយនាងកុំទៅធ្វើការនៅក្រុមហ៊ុនមួយនោះអីខ្ញុំមិនចង់ឲ្យនាងធ្វើការនៅកន្លែងហ្នឹងទេព្រោះវាជាគូប្រជែងរបស់ខ្ញុំ តែខ្ញុំទៅរកបានការងារធ្វើបើមិនឲ្យខ្ញុំធ្វើនៅកន្លែងហ្នឹងតើឲ្យខ្ញុំទៅធ្វើនៅកន្លែងណាវិញ ខ្ញុំប្រាប់បែបណាធ្វើតាមបែបហ្នឹងទៅនាងមិនគួរទៅធ្វើការជាមួយពួកគេទេព្រោះពួកគេជាដៃគូប្រកួតប្រជែងជាមួយខ្ញុំប្រាប់ប៉ុណ្ណឹងហើយកុំរឹងរូសពេក តែលោកនឹងខ្ញុំជាអ្នកដតីមិនមែនជាកូនចៅនឹងមេទៀតទេខ្ញុំសូមមិនធ្វើតាមព្រោះវាជាជីវិតខ្ញុំត្រូវធ្វើការរកប្រាក់ដើម្បីចិញ្ចឹមជីវិតខ្ញុំមិនចង់ខ្លាចខ្លួនទៅជាមនុស្សអាត្មានិយមឡើយដែលទុកមនុស្សឲ្យនៅជាមួយពេលដែលមានប្រយោជន៍ពេលដែលអស់ប្រយោជន៍ក៏ដកចេញយកតែម្ដងដោយមិនប្រាប់មូលហេតុសោះមិនឲ្យខ្ញុំបានត្រៀមខ្លួនរកកន្លែងថ្មីទាន់នៅមានសិទ្ធិមកប្រាប់ខ្ញុំមិនឲ្យទៅធ្វើការនៅកន្លែងដែលខ្ញុំចង់ធ្វើទៀតកុំរៀនធ្វើជាមនុស្សបែបនោះពេកអីកុំអាត្មានិយមហួសហេតុពេកវានឹងជះឥទ្ធិពលមកលើខ្លួនឯងនៅក្នុងថ្ងៃក្រោយមិនខានអាត្មានិយមហួសហេតុ ខ្ញុំមិនមែនអាត្មានិយមទេខ្ញុំគ្រាន់តែចង់ឲ្យនាងធ្វើតាមខ្ញុំយល់អត់ខ្ញុំរកស៊ីធ្វើការខ្ញុំមិនចង់ខាតបង់ទេរឿងពីមុនដែលនាងធ្លាប់ធ្វើការជាមួយខ្ញុំជួយរកប្រាក់ឲ្យខ្ញុំវាជារឿងពីមុនគ្មានអីពាក់ព័ន្ធជាមួយពេលនោះទេវាខុសគ្នាខ្ញុំយកយល់មិនកើតទេខ្ញុំដឹងតែចំណេញខាតខ្ញុំមិនទុក អាត្មានិយមហួសហេតុចាត្រឹមត្រូវណាស់ទោះបីខ្ញុំធ្វើការនៅកន្លែងណាក៏វាជាសិទ្ធិរបស់ខ្ញុំលោកគ្មានសិទ្ធិមកហាមទេរស់នៅឲ្យចេះយកយល់គេផងតែថ្ងៃក្រោយគេយកយល់លោកវិញតែបើមិនចេះយកយល់ទេអ្នកផ្សេងនឹងធ្វើដូច្នេះដាក់លោកវិញដូចគ្នាខ្ញុំលីហើយថាចាប់ហើយនាងក៏បានចាក់ចេញទៅភ្លាមខ្ញុំមិនបានអាត្មានិយមឯណាខ្ញុំធ្វើតែរឿងដែលមានប្រយោជន៍ចំណេញទៅរក្សាទុកមិនខានមិនចំណេញដកចោលហើយអាត្មានិយមអីទៅខ្ញុំមិនយល់ទេ នាលីធ្វើការនៅកន្លែងថ្មីប្រកបដោយភាពរលូនចុះសម្រុងជាមួយមិត្តរួមការងារប្រាក់ខែក៏ច្រើនជាងកន្លែងចាស់ដូចគ្នាមេនៅកន្លែងចាស់នាងភាគហ៊ុនបានធ្លាក់ចុះបាត់បង់បុគ្គលិកឆ្នើមទៅកន្លែងដៃគូប្រជែងសឹងតែគ្រប់គ្នាវាជាកំហុសដែលបានសាងខុសហើយក៏ពិបាកនឹងស្ដារឡើងវិញ